បាទសូមស្វាគមន៍មកកាន់ Channel សុបាននឹងជំនឿហើយខ្ញុំបាទក៏សូមលើកយកនៅអត្ថបទមួយដែលមានចំណងជើងថាថ្ងៃទី2ទី3និងទី4ខែវិច្ឆិកាអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំមមែឆ្លូវខាលរោងម្សាញ់និងឆ្នាំរកាពោពេញទៅដោយលាភសំណាងនិងជួបតែរឿងល្អៗក្នុងជីវិតបាទជឿថាមានអត្ថន័យយ៉ាងដូចម្តេចនោះមុននឹងខ្ញុំបាទជម្រាបជូននៅអត្ថបទមួយនេះសូមពុកម៉ែបងប្អូនចុច Subscribe និងដាក់រូបកណ្ដឹងដើម្បីទទួលបាននូវជោគជតារាសីថ្មីៗពី Channel របស់ខ្ញុំបាទជារៀងរាល់ថ្ងៃបាទកុំឲ្យខាតពេលខាតវេលាយូរនោះសូមអញ្ជើញតាមដានសន្តាប់ជាមួយនឹងខ្ញុំបាទដូចតទៅបាទអស្ចារ្យណាស់ឆ្នាំបាទអស្ចារ្យណាស់ឆ្នាំមហាសំណាងទាំង6ងើហែងល្អណាស់នៅក្នុងរង្វង់3ថ្ងៃតាមជើងលេខស្ដេចហោរាសាសចិនសែបានអះអាងថានៅក្នុងរង្វង់3ថ្ងៃទៀតនេះកំពូលឆ្នាំសំណាងទាំង6មានលៀបមានសំណាងធំចាំងចូលក្នុងជីវិតមានហុងស៊ុយល្អងើហែងឡើងខ្ពស់ត្រដែតសម្បូរលចាយហោហៀពេញដៃតែម្ដងតាមជើងលេខប្រាប់ថានៅក្នុងរង្វង់3ថ្ងៃគឺថ្ងៃទី2ទី3និងទី4លោកអ្នកមានលៀបជ័យមានលុយធំហូរចូលមកហោហៀលើកដួងរាសីឡើងខ្ពស់ត្រដែតបានឡើងបនស័កឋានៈខ្ពង់ខ្ពស់ប្រញាប់សេបួងសួងសាចេញភ្លាមលោកអ្នកមានលៀបមានជ័យប្រាថ្នាអ្វីរមែងបានសម្រេចដូចបំណងបានសម្រាប់អង្គអ្នកដែលកើតឆ្នាំមមែហោរាសាសចិនបានទោះទេថា3ថ្ងៃទៀតនេះយីអ៊ុនកំពុងបុកឡើងខ្លាំងបានកាប់លុយកាប់ទ្រព្យមានលៀបមានជ័យមានលុយហូរចូលហោហៀនៃអ្នកដែលកើតឆ្នាំមមែលោកអ្នកនឹងមានលៀបមានជ័យម្លោះហើយតួធ្វើអ្វីតែងតែផ្ដល់ផលល្អសម្រាប់អស់លោកអ្នកចង់បើកហាងថ្មីឬធ្វើអ្វីមួយដែលថ្មីដោយតែងតែហុចផលល្អៗមកវិញជាងអាក្រក់ជានិច្ចអ្នកប្រកបមុខរបររកស៊ីជួញដូរមានការលក់ចេញទិញចូលចំណេញក្រនបើតែយ៉ាងណាលោកអ្នកតតែខិតខំខ្លាំងទើបអាចទទួលបានជោគជ័យធំដុំទៅរួចការប្រកបកិច្ចការងាររបស់អស់លោកអ្នកគុំគប្បីរិះគន់ចវាយនាយនោះឡើយព្រោះថាចិញ្ចៀងមានត្រចៀកប្រយ័ត្នត្រូវរងទទួលការលំបាកនៅថ្ងៃខាងមុខម៉ោងដែលនាំលាភសំណាងគឺម៉ោង5ព្រឹកដល់ម៉ោង7យប់លេខដែលនាំលាភសំណាងគឺលេខ7លេខ87និងលេខ97ពណ៌ដែលនាំលាភសំណាងគឺពណ៌លឿងនិងពណ៌ទឹកក្រូចសុខភាពល្អបរិបូរណ៍ប្រសើរគ្មានជំងឺអ្វីបៀតបៀននោះឡើយមានអារម្មណ៍ស្រស់ស្រាយប្រសើរបំផុតគ្មានកង្វល់អ្វីនោះទេកិច្ចការងារដំណើរការទៅមុខដោយរលូនប្រសើរបំផុតបានជួបតែមនុស្សល្អៗទទួលបានជោគជ័យគ្រប់ជំពូកនិងសម្រេចនៅភារកិច្ចថ្មីស្នេហានិងការទំនាក់ទំនងសេចក្តីស្នេហាប្រុសស្រីបើចង់ធ្វើការជ្រើសរើសគូស្រករតែងតែជួបគូព្រេងពិតដោយសេចក្តីប្រាថ្នាបាទសម្រាប់អង្គអ្នកដែលកើតឆ្នាំឆ្លូវហោរាសាសចិនបានទោះទេថា3ថ្ងៃទៀតនេះយីអ៊ុនកំពុងបុកឡើងខ្លាំងបានកាប់លុយកាប់ទ្រព្យមានលៀបមានជ័យមានលុយហូរចូលហោហៀនៃអ្នកដែលកើតឆ្នាំឆ្លូវលោកអ្នកនឹងទទួលបានជោគជ័យមានសិរីសួស្តីមានលៀបធំចាំងចូលក្នុងជីវិតរបស់អស់លោកអ្នកជាមិនខានម្លោះហើយទោះធ្វើអ្វីតែងតែផ្ដល់ផលល្អសម្រាប់អស់លោកអ្នកចង់បើកហាងថ្មីឬធ្វើអ្វីមួយដែលថ្មីដោយតែងតែហុចផលល្អៗមកវិញជាងអាក្រក់ជានិច្ចអ្នកប្រកបមុខរបររកស៊ីជួញដូរមានការលក់ចេញទិញចូលក្រនរស់រវើកតែយ៉ាងណាក៏ដោយលោកអ្នកតតែខិតខំខ្លាំងទើបអាចទទួលបានភាពជោគជ័យធំដុំទៅរួចការប្រកបកិច្ចការងាររបស់អស់លោកអ្នកគឺតែងតែទទួលបានលាភជ័យនិងផលជាផ្លែផ្កាត្រឡប់មកផ្ទះវិញគួរជាទីគប់ប្រសើរហើយម៉ោងដែលនាំលាភសំណាងគឺម៉ោង9ព្រឹកដល់ម៉ោង9យប់លេខដែលនាំលាភសំណាងគឺលេខ88លេខ42និងលេខ65ពណ៌ដែលនាំលាភសំណាងគឺពណ៌ប្រផេះនិងពណ៌លឿងសុខភាពល្អបរិបូរណ៍គ្មានជំងឺអ្វីបៀតបៀននោះឡើយមានអារម្មណ៍ស្រស់ស្រាយប្រសើរបំផុតគ្មានកង្វល់អ្វីនោះទេកិច្ចការងារដំណើរការទៅមុខដោយរលូនប្រសើរបំផុតបានជួបតែមនុស្សល្អៗ
ទទួលបានជោគជ័យគ្រប់ចម្ពោះសម្រាប់នៅភារកិច្ចថ្មីស្នេហានឹងការទំនាក់ទំនងសេចក្តីស្នេហាប្រុសស្រីបើចង់ធ្វើការជ្រើសរើសគូស្រករតែងតែជួបគូប្រេងពិតដោយសេចក្តីប្រាថ្នាបាទសម្រាប់អង្គអ្នកដែលកើតឆ្នាំខាលហោរាសាស្ត្រចិនបានទស្សន៍ទាយថា3ថ្ងៃទៀតនេះយាអ៊ុនកំពុងបុកឡើងខ្លាំងបានកាប់លុយកាប់ទ្រព្យសម្បត្តិមានលៀបមានជ័យមានលុយហូរចូលហូរហៀនៃអ្នកដែលកើតឆ្នាំខាលបើលោកអ្នកចង់ធ្វើការផ្លាស់ប្ដូរអ្វីតែងតែផ្ដល់ផលល្អនិងផលជាផ្លែផ្កាឆ្លើយតបមកវិញយ៉ាងក៏ប្រសើរផងដែរហើយរាល់កិច្ចការងាររកស៊ីទទួលទានមានលៀបហូរចូលលុយកាក់ហូរចូលច្រើនអាចនឹងមានអ្នកនាំប្រាក់មកឲ្យដល់ផ្ទះក៏ថាបានចំណែកការធ្វើដំណើរទៅណាមកណាគឺមេឃស្រឡះល្អណាស់សម្រាប់អ្នកចង់ដំណើរកម្សាន្តហើយម៉ោងដែលនាំលៀបសំណាងគឺម៉ោង6ព្រឹកដល់ម៉ោង9យប់ពណ៌ដែលនាំលៀបសំណាងគឺពណ៌សនិងពណ៌ខៀវលេខដែលនាំលៀបសំណាងគឺលេខ14និងលេខ55បាទសុខភាពរបស់អស់លោកអ្នកវិញបរិបូរណ៍ល្អប្រសើរណាស់គ្មានជំងឺអ្វីបៀតបៀននោះឡើយមានអារម្មណ៍ស្រស់ស្រាយប្រសើរបំផុតគ្មានកង្វល់អ្វីនោះទេកិច្ចការងារដំណើរការទៅមុខដោយរលូនប្រសើរបំផុតបានជួបមនុស្សល្អៗមានជោគមានជ័យគ្រប់ចម្ពោះស្នេហានិងការទំនាក់ទំនងល្អប្រសើរបំផុតសម្រាប់ប្តីប្រពន្ធមានការយកចិត្តយកថ្លើមគ្នាលើសសពមួយដងចំពោះអ្នកដែលនៅលើវិញអាចនឹងរកគូអនាគតឃើញនៅថ្ងៃឆាប់ខាងមុខនេះបាទសម្រាប់អង្គអ្នកដែលកើតឆ្នាំរោងហោរាសាស្ត្រចិនបានទស្សន៍ទាយថា3ថ្ងៃទៀតនេះយាអ៊ុនកំពុងបុកឡើងខ្លាំងបានកាប់លុយកាប់ទ្រព្យមានលៀបមានជ័យហូរចូលហូរហៀនៃអ្នកដែលកើតឆ្នាំរោងការរកស៊ីទទួលទានគ្រប់ច្រកល្ហកគឺទទួលបានលៀបជ័យនិងប្រាក់កាក់ហូរចូលមកគ្រប់ទិសទីចំណែកការធ្វើដំណើរទៅណាមកណាមិនមានអ្វីជាបញ្ហានោះទេអ្នកប្រកបកិច្ចការងាររកស៊ីជួញដូរលោកអ្នកកុំសក់អង្គើយត្រូវតែរវាងដៃជើងព្រោះបើមិនដូច្នោះលៀបទ្រព្យដែលបំរុងធ្លាក់ដល់ដៃអ្នកនឹងត្រូវបោលហួសទៅលើដៃអ្នកដទៃវិញជាមិនខានហើយម៉ោងដែលនាំលៀបសំណាងគឺម៉ោង7ព្រឹកដល់ម៉ោង6ល្ងាចលេខដែលនាំលៀបសំណាងគឺលេខ5លេខ25និងលេខ66ពណ៌ដែលនាំលៀបសំណាងគឺពណ៌ស្វាយពណ៌ក្រហមនិងពណ៌បៃតងសុខភាពល្អបរិបូរណ៍គ្មានជំងឺអ្វីបៀតបៀននោះឡើយមានអារម្មណ៍ស្រស់ស្រាយប្រសើរបំផុតគ្មានកង្វល់អ្វីនោះទេកិច្ចការងារដំណើរការទៅមុខដោយរលូនប្រសើរបំផុតបានជួបតែមនុស្សល្អៗទទួលបានជោគជ័យគ្រប់ចម្ពោះសម្រាប់នៅភារកិច្ចថ្មីស្នេហានឹងការទំនាក់ទំនងបញ្ហាស្នេហាប្រុសស្រីវិញបើពុំទាន់មានគូគប់ពេលនេះគឺជាពេលវេលាល្អបំផុតក្នុងការស្វែងរកមិត្ត100ឆ្នាំក្នុងជីវិតបាទសម្រាប់អង្គអ្នកដែលកើតឆ្នាំអាសាញ់ហោរាសាបានទស្សន៍ទាយថា3ថ្ងៃទៀតនេះយាអ៊ុនកំពុងបុកឡើងខ្លាំងបានកាប់លុយកាប់ទ្រព្យមានលៀបមានជ័យហូរចូលហូរហៀនៃអ្នកដែលកើតឆ្នាំអាសាញ់ពោលគឺមានពន្លឺឆោពន់រាំងសីចាំងផ្លេចចូលមកក្នុងជីវិតរបស់អស់លោកអ្នកជាពិសេសអ្នកនឹងទទួលបានលៀបទ្រព្យកើតចេញនិងមានសេចក្តីសុខគ្រប់ពេលគ្រប់វេលាហើយទោះធ្វើអ្វីក៏តែងតែផ្ដល់ផលជាផ្លែផ្កាឆ្លើយតបមកវិញគួរជាទីពេញចិត្តអ្នកប្រកបមុខរបររកស៊ីជួញដូរវិញបើចង់រកស៊ីជាហ៊ុនជាមួយនឹងអ្នកដទៃមិនក៏ប្រសើរនោះទេប៉ុន្តែបើចង់បោះទុនតូចធំសម្រាប់ខ្លួនឯងវិញឃើញថាក៏ប្រសើរជាងការធ្វើដំណើរទីជិតទីឆ្ងាយគឺជួបតែសេចក្តីសុខដុមដោយសមមួយដងហើយម៉ោងដែលនាំលៀបសំណាងគឺម៉ោង6ព្រឹកដល់ម៉ោង9យប់លេខដែលនាំលៀបសំណាងគឺលេខ44លេខ56និងលេខ79ពណ៌ដែលនាំលៀបសំណាងពណ៌សពណ៌ស្វាយនិងពណ៌លឿងសុខភាពល្អបរិបូរណ៍គ្មានជំងឺអ្វីបៀតបៀនឡើយមានអារម្មណ៍ស្រស់ស្រាយប្រសើរបំផុតគ្មានកង្វល់អ្វីនោះទេកិច្ចការងារដំណើរការទៅមុខដោយរលូនប្រសើរណាស់បានជួបតែមនុស្សល្អៗទទួលបានជោគជ័យគ្រប់ចម្ពោះសម្រាប់នៅភារកិច្ចថ្មីស្នេហានឹងការទំនាក់ទំនងសម្ព័ន្ធភាពស្នេហាប្រុសស្រីបើមិនទាន់មានគូគប់ពេលនេះគឺជាពេលវេលាល្អបំផុតក្នុងការស្វែងរក
បាទសម្រាប់អង្គអ្នកដែលកើតឆ្នាំរកាហោរាសាចិនបានទស្សន៍ទាយថា3ថ្ងៃទៀតនេះយាយអូនកំពុងបុកឡើងខ្លាំងបានកាប់លុយកាប់ទ្រព្យមានលៀបមានជ័យមានលុយហូរចូលហូរហៀនៅអ្នកដែលកើតឆ្នាំរកាពោគឺមានពន្លឺឆៅពាន់រាំងសីចាំងផ្លេចចូលមកក្នុងជីវិតរបស់អស់លោកអ្នកជាពិសេសអ្នកនឹងមានលៀបមានទ្រព្យសម្បត្តិកើតក្តីសុខគ្រប់ពេលគ្រប់វេលាហើយទូធ្វើអ្វីតែងតែផ្ដល់ផលជាផ្លែផ្កាឆ្លើយតបមកវិញគួរជាទីពេញចិត្តអ្នកប្រកបមុខរបររកស៊ីជួញដូរបើចង់រកស៊ីចូលហ៊ុនជាមួយនឹងអ្នកដទៃមិនកប់ប្រសើរនោះទេប៉ុន្តែបើចង់បោះទុនតូចធំសម្រាប់ខ្លួនឯងវិញឃើញថាកប់ប្រសើរជាងការធ្វើដំណើរទីចិត្តទីឆ្ងាយជួបតែសេចក្តីសុខដុមដោយសពមួយដងហើយម៉ោងដែលនាំលាភសំណាងគឺម៉ោង5ព្រឹកដល់ម៉ោង8យប់លេខដែលនាំលាភសំណាងគឺលេខ4លេខ54និងលេខ76ពណ៌ដែលនាំលាភសំណាងពណ៌សពណ៌ស្វាយនិងពណ៌លឿងសុខភាពល្អបរិបូរណ៍គ្មានជំងឺអ្វីបៀតបៀនឡើយមានអារម្មណ៍ស្រស់ស្រាយប្រសើរណាស់គ្មានកង្វល់អ្វីនោះទេកិច្ចការងារដំណើរការទៅមុខដោយរលូនប្រសើរបំផុតបានជួបតែមនុស្សល្អៗទទួលបានជោគជ័យគ្រប់ចម្ពោះសម្រាប់នៅភារកិច្ចថ្មីស្នេហានិងការទំនាក់ទំនងសម្ព័ន្ធភាពស្នេហាប្រុសស្រីបើពុំទាន់មានគូគប់ពេលនេះគឺជាឱកាសល្អក្នុងការស្វែងរកបំផុត